ព្រះសាស្តាការប្រថាប់នៅក្នុងវត្តចេតពុនទ្រង់ប្រពប្រធេរីឈ្មោះបលវណ្ណាតរះប្រធមទេសនានិថាមធវាមញ្ញតីពិលោដូច្នេះជាដើមសេចក្តីពឹស្ដាបានស្ដាប់មកថាប្រធេរីនោះតាំងសេចក្តីប្រាថ្នាទុកទៀបបាត់មូលនៃព្រះពុទ្ធទ្រង់ប្រនាមថាបតមុត្តរៈបានធ្វើបញ្ញកម្មទាំងឡាយអស់សែនកັບអន្ទូលទៅមកក្នុងទេវតានិងមនុស្សក្នុងពុទ្ធបាតកាលនេះចុតិចៈទេវលោកហើយបដិសន្ធិក្នុងត្រកូលសទ្ធិនាក្រុងសាវត្ថីមេដាបានដាក់ឈ្មោះឲ្យនាងថាបលវណ្ណាព្រោះនាងមានពណ៌សម្បុរដូចត្របកកៅបលខៀវក្រោយមកក្នុងការដែលនាងចម្រើនវ័យហើយព្រះរាជានិងសេដ្ឋីទាំងឡាយក្នុងចម្ពោះទ្វីបបានបញ្ជូនបណ្ណាការទៅកាន់សំណាក់របស់សេដ្ឋីដោយពាក្យថាសូមសេដ្ឋីឲ្យទីតាដល់យើងឈ្មោះថាអ្នកមិនបញ្ជូនបណ្ណាការទៅរមែងមិនមានក្នុងគ្រានោះសេដ្ឋីគិតថាយើងមិនអាចយកចិត្តមនុស្សទាំងអស់បានទេប៉ុន្តែយើងនឹងធ្វើឧបាយមួយសេដ្ឋីហៅទីតាមកហើយពោលថាកូនអាចបួសបានទេពាក្យរបស់សេដ្ឋីនោះហាក់ដូចជាព្រេងដែលគេរងាស់ឲ្យ100ដងស្រោចទៅលើក្បាលព្រោះនាងជាស្ត្រីកើតហើយក្នុងជាតិចុងក្រោយព្រោះដូច្នោះទើបនាងពោលទៅកាន់បិតាថាលោកឪពុកខ្ញុំនឹងបួសសេដ្ឋីនោះធ្វើនៅគ្រឿងសក្ការៈជាច្រើនដល់នាងហើយនាំនាងទៅកាន់សំណាក់នាងភិក្ខុនីឲ្យបួសហើយកាលនាងបួសហើយមិនយូរវីរៈរសាវរោងឧបោសថនាងអោចប្រទីបបោះរោងឧបោសថឈរកាន់យកនៅនិមិត្តនៃអណ្ដាតប្រទីបសម្លឹងមើលហើយមើលទៀតក៏ញ៉ាំងឈានដែលមានតេជោកសិនជាអារម្មណ៍ឲ្យកើតឡើងហើយធ្វើជានោះឲ្យជាបាតបានសម្រេចព្រះអរហន្តព្រមដោយបដិសម្ភិទានិងអភិញ្ញាទាំងឡាយក្នុងសម័យថ្ងៃមួយប្រធេរីនោះត្រាច់ទៅកាន់ទីចរិកក្នុងជនបទត្រឡប់មកវិញហើយក៏ចូលទៅកាន់ព្រៃអន្តវ័នក្នុងកាលនោះព្រះសាស្តាមិនទាន់ហាមការនៅក្នុងព្រៃរបស់ពួកនាងភិក្ខុនីគ្រានោះពួកមនុស្សធ្វើខ្ទមកុដតូចដាក់ក្រែបាំងវឹងននទុកក្នុងព្រៃនោះដល់ប្រធេរីនោះព្រះថេរីនោះចូលទៅបណ្ឌបាតក្នុងក្រុងសាវត្ថីហើយត្រឡប់មកវិញចំណែកនុនមាននប់ដែលជាបុត្រឪពុកធំខាងមាតារបស់ព្រះថេរីនោះមានចិត្តស្រឡាញ់ព្រះថេរីតាំងអំពីកាលដែលព្រះថេរីនៅជាក្រហម្លេះបានដឹងថាព្រះថេរីត្រឡប់មកវិញក៏ចូលទៅកាន់ព្រៃអន្តវ័នមុនព្រះថេរីមកដល់ចូលទៅកាន់ខ្ទមពួននៅខាងក្រោមគ្រែលុះព្រះថេរីមកដល់ក៏ចូលទៅកាន់ខ្ទមបិទទ្វារគង់លើគ្រែការភាពងងឹតក្នុងគន្លងចក្ខុមិនទាន់បាត់ទៅព្រោះអាស្រ័យពន្លឺថ្ងៃខាងក្រៅនុនមាននប់ក៏ចេញមកអំពីខាងក្រោមគ្រែឡើងកាន់គ្រែត្រូវព្រះថេរីហាមថាបុគ្គលពីលអ្នកកុំវិនិច្ឆ័យឡើយបុគ្គលពីលអ្នកកុំវិនិច្ឆ័យឡើយក៏ប្រទុះនឹងព្រះថេរីធ្វើនៅកម្មដែលខ្លួនប្រាថ្នាហើយរួចក៏គេចចេញទៅគ្រានោះមហាប្រតិពីហាក់ដូចជាមិនអាចទ្រទ្រង់ទុកនៅទោសរបស់គេនោះបានក៏បែកចេញជាពីរចំណែកគេក៏ធ្លាក់ចូលទៅកាន់ចន្លោះផែនដីស្លាប់ហើយទៅកើតក្នុងអវជ័យមហានរោចំណែកព្រះថេរីប្រាប់រឿងនោះដល់ភិក្ខុនីទាំងឡាយភិក្ខុនីក៏ប្រាប់រឿងនោះដល់ភិក្ខុទាំងឡាយពួកភិក្ខុក្រាបទូលរឿងនោះដល់ព្រះសាស្តាព្រះសាស្តាទ្រង់ជ្រាបរឿងនោះហើយត្រាស់ហៅភិក្ខុទាំងឡាយមកហើយត្រាស់ថាមនាលភិក្ខុទាំងឡាយបណ្ដាភិក្ខុភិក្ខុនីឧបាសកឧបាសិកាណាមួយជាពីលកាលធ្វើកម្មលេមួកជាអ្នកត្រេកអររីករាយហាក់ដូចជាមានចិត្តអណ្ដែតឡើងឯដល់ខាងលើរមែងធ្វើបានដូចជាបរោះទំពាស៊ីរបស់ផ្អែមមានទឹកឃ្មុំនិងស្ករអំពៅជាដើមណាមួយដូច្នេះ
ការនឹងទ្រង់បន្តអនុសន្ធិដើម្បីនឹងសម្ដែងធម៌បានត្រាស់ប្រគាថានេះថាមធុវាមញ្ញតិពាលោយាវបាបាំងនបច្ចតេយទាចបច្ចតិបាបាំងអថពាលោទុក្ខំនិកេជតេបាបមិនទាន់ឲ្យផលត្រឹមណាជនពាលតែសម្គាល់នៅបាបនោះថាដូចទឹកឃ្មុំលុះតែកាលណាបាបឲ្យផលជនពាលទើបប្រទះនៅសេចក្តីទុក្ខក្នុងការនោះអធិប្បាយព្រះគាថាបណ្ដាបទទាំងនោះបទថាមធុវាដូចជាទឹកឃ្មុំជាដើមសេចក្តីថាក៏ការបុគ្គលពាលធ្វើបាបគឺអកុសលកម្មនោះរមែងប្រកបដូចជាទឹកឃ្មុំគឺដូចជាវត្ថុដែលមានរូបឯមបានដល់ដូចជាអំពើដែលគួរប្រាថ្នាគួរពេញចិត្តបុគ្គលពាលនោះរមែងសម្គាល់បាបនោះថាដូចជាទឹកផ្អែមដោយប្រការដូចនេះបទថាយាវៈដរាបណាគឺអស់ការត្រឹមណាបទថាបាបាំងអ្នកបច្ចតេបាបមិនទាន់ឲ្យផលសេចក្តីថាជនពាលរមែងសម្គាល់បាបនោះយ៉ាងនោះដរាបណាដែលបាបមិនទាន់ឲ្យផលក្នុងទិដ្ឋធម៌ឬក្នុងសម្បរាយភពបទថាយទាចៈក៏កាលណាសេចក្តីថាក៏ក្នុងកាលណាការជនពាលនោះត្រូវទទួលនៅទារុណកម្មផ្សេងក្នុងទិដ្ឋធម៌ឬសោយទុក្ខធំក្នុងអបាយមានរੂជាដើមក្នុងសម្បរាយភពបាបនោះឈ្មោះថារមែងឲ្យផលក្នុងការនោះជនពាលនោះរមែងចូលដល់គឺប្រសពបានដល់រមែងបានចំពោះនៅទុក្ខក្នុងការចប់ប្រធមទេសនាជនជាច្រើនបានសម្រេចអរិយផលទាំងឡាយមានសោតាបត្តផលជាដើមក្នុងសម័យដតីមហាជនសន្ទនាគ្នាក្នុងធម្មសភាថាសូម្បីប្រខៃណាស្រាប់ទាំងឡាយក៏នៅតែត្រេកអរនឹងកាមសុខនៅសែបកាមដោយមិនដេចនឹងមិនសែបព្រោះប្រខៃណាស្រាប់ទាំងនោះមិនមែនជាឈើពុកមិនមែនជាដំបូកកណ្ដៀឯណាមានសាច់ឈាមនៅស្រស់ដូចគ្នាដែរទេតើព្រោះដូច្នោះសំបីប្រខៃណាស្រាប់ទាំងនោះក៏នៅត្រេកអរនឹងកាមសុខនៅសែបកាមដែរព្រះសាស្តាស្ដេចមកហើយត្រាស់សួរថាមនាលភិក្ខុទាំងឡាយឥឡូវនេះអ្នកទាំងឡាយសន្ទនាគ្នាអំពីរឿងអ្វីការពួកភិក្ខុក្រាបទូលថាអំពីរឿងឈ្មោះនេះទើបត្រាស់ថាមនាលភិក្ខុទាំងឡាយប្រខៃណាស្រាប់ទាំងឡាយមិនត្រេកអរនឹងកាមសុខមិនសែបកាមទេដូចជាដំណក់ទឹកធ្លាក់លើស្លឹកឈូករមែងមិនជាប់រមែងមិនដក់នៅតែងតែរមៀលធ្លាក់ទៅដោយពិតនឹងដោយគ្រាប់ស្ពៃរមែងមិនជាប់រមែងមិនតាំងនៅលើចុងដៃស្រួចតែងតែរមៀលធ្លាក់ទៅយ៉ាងណាកាមសំបីទាំងពីរយ៉ាងក៏រមែងមិនជួតជ្រាបរមែងមិនតាំងនៅក្នុងចិត្តរបស់ប្រខៃណាស្របដូច្នោះកាលនឹងទ្រង់បន្តអនុសន្ធិដើម្បីសម្ដែងធម៌ក៏ត្រាស់ប្រគាថានេះក្នុងព្រាហ្មណវគ្គថាតថាគតពលជនណាមិនជាប់នៅក្នុងកាមទាំងឡាយដូចជាទឹកលើស្លឹកឈូកឬដោយក្រស្ពៃមិនជាប់នៅលើចុងដៃស្រួចនោះថាជាព្រាហ្មណ៍ព្រះសាស្តាត្រាស់បង្គាប់ឲ្យយាងប្របាទអសេនតិកោសលមកហើយត្រាស់ថាថ្វាយព្រះពរមហាបពិតសូម្បីកុលធីតាទាំងឡាយក្នុងសាសនានេះលះបង់នៅពួកញាតិនិងគំនរនៃភោគៈដ៏ច្រើនហើយបួសរមែងនៅក្នុងព្រៃដូចជាកុលបុត្រទាំងឡាយតែបុគ្គលលាមកត្រូវរាគៈរូបរឹតហើយរមែងបៀតបៀនភិក្ខុនីដែលជាអ្នកនៅក្នុងព្រៃទាំងនោះដោយអំណាចនៃការមើលងាយខ្លះធ្វើឲ្យដល់នៅអន្តរាយនៃព្រហ្មចរិយៈខ្លះព្រោះហេតុនោះព្រះអង្គគួរធ្វើលំនៅខាងក្នុងព្រះនគរសម្រាប់ភិក្ខុនីសង្ឃបរិជាទ្រង់ទទួលថាប្រពៃហើយដូច្នេះហើយត្រាស់បង្គាប់ឲ្យសាងលំនៅដើម្បីភិក្ខុនីក្នុងចំណែកម្ខាងនៃព្រះនគរចាប់ផ្ដើមពីការនោះមកពួកភិក្ខុនីរមែងនៅក្នុងចន្លោះស្រុកប៉ុណ្ណោះចប់រឿងព្រះនាងអបុលវណ្ណាធេរី